ចាជាដំណងនាងខ្ញុំសូមគោរពជំរាបសួរទៅដល់លោកគ្រូនាងខ្ញុំគ្រូនិស្សិតឈ្មោះសាទវណ្ណិតមកធ្វើការឆ្លុះបញ្ចាំងឬក៏សង្ខេបនៅមេរៀនខ្លឹមសារសប្តាហ៍ទី8នៃគឺនិយាយអំពីការវិរំលែកការអនុវត្តការវិរំលែកជាក់ស្ដែងនិងនីតិបទចាអញ្ចឹងលេខ1គឺយើងនិយាយអំពីនិយមន័យការវិរំលែកការអនុវត្តនិងការវិរំលែកជាក់ស្ដែងចឹងតើអ្វីទៅគឺជាការវិនិច្ឆ័យការអនុវត្តអញ្ចឹងការវិនិច្ឆ័យការអនុវត្តហ្នឹងគឺជាការវាស់ស្ទង់សមត្ថភាពសពតលនឹងឯងទៅលើការអនុវត្តអញ្ចឹងការវិនិច្ឆ័យការអនុវត្តហ្នឹងគឺជាការវិនិច្ឆ័យដែលផ្អែកទៅលើការបង្ហាញសមត្ថភាពរបស់សិស្សតាមរយៈការបង្កើតផលិតផលការបង្កើតចម្លើយឬក៏ការធ្វើបទបង្ហាញផ្សេងៗចំណែកឯការវិនិច្ឆ័យជាក់ស្ដែងគឺជាប្រភេទនៃការវិនិច្ឆ័យដែលតម្រូវឲ្យសិស្សនឹងអនុវត្តការងារជាក់ស្ដែងដើម្បីបង្ហាញចំណេះដឹងនិងជំនាញយ៉ាងច្បាស់លាស់វាតកតងជាមួយនឹងជីវភាពប្រចាំថ្ងៃរបស់គាត់ផ្ទាល់ហើយការវិនិច្ឆ័យមានលក្ខណៈជាក់ស្ដែងនោះនៅពេលដែលភារកិច្ចនិងកិច្ចការដែលផ្ដល់ឲ្យសិស្សនឹងមានភាពប៉ັດនិងតកតងជាមួយនឹងជីវិតប៉ັດរបស់គាត់ផ្ទាល់ចាទី2យើងនិយាយអំពីលក្ខណៈនៃការវិនិច្ឆ័យជាក់ស្ដែងអញ្ចឹងការវិនិច្ឆ័យជាក់ស្ដែងមានលក្ខណៈសំខាន់ដូចជាទី1គឺវាជាការងារប៉ັດនិងមានអត្ថន័យទី2គឺតម្រូវឲ្យសិស្សមានការវិភាគនិងច្នៃប្រឌិតជំនឿថាការងារដែលយើងដាក់ទៅឲ្យគាត់គឺសិទ្ធិការងារប៉ັດការងារប៉ັດហើយវាអាចអនុវត្តនៅក្នុងជីវិតប៉ັດរបស់គាត់ផ្ទាល់ហើយតម្រូវឲ្យសិស្សនឹងវិភាគហើយនឹងច្នៃប្រឌិតអញ្ចឹងមានន័យថាបើគាត់ជួបបញ្ហាអីគាត់ទៅច្នៃបញ្ហាហ្នឹងយកមកដោះស្រាយច្នៃប្រឌិតមិនឲ្យវាប្រសើរឡើងវិញហើយមួយទៀតវាផ្ដោតទៅលើការអនុវត្តសមត្ថភាពប៉ັດរបស់គាត់អញ្ចឹងមានន័យថាអាមួយយើងដាក់មេរៀននេះគាត់ធ្វើអាមួយទៀតគឺគាត់ត្រូវតែធ្វើដើម្បីបានបន្ទុកមានន័យថាគាត់ធ្វើបានប៉ុន្មានដាក់បន្ទុកបានប៉ុណ្ណឹងដល់ពេលយើងមេរៀនយើងសួរបានប៉ុន្មានគាត់ចេះបានប៉ុន្មានយើងដាក់ប៉ុណ្ណឹងហើយមួយទៀតគឺវាសំខាន់ដោយសារតែវាភ្ជាប់ទៅនឹងបទពិសោធន៍ជីវិតប៉ັດអញ្ចឹងយើងដឹងថាការរៀនបើសិនជាយើងអាចភ្ជាប់ទៅជីវិតប៉ັດគឺសិស្សហ្នឹងគឺដឹងមានចិត្តចង់រៀនហើយក៏យល់តម្លៃអំពីការសិក្សាមានន័យថាគាត់ដឹងថាអញ្ចឹងមកគាត់រៀនគឺវាផ្ដល់សារៈសំខាន់មួយខ្លះទៅក្នុងជីវភាពប្រចាំថ្ងៃរបស់គាត់ហ្នឹងចាហើយនៅចំណុចមួយទៀតគឺគេថាផ្ដល់ឱកាសឲ្យសិស្សហ្នឹងពិនិត្យនឹងកែលម្អដោយខ្លួនឯងដូចខ្ញុំបាននិយាយឡើងមុននឹងអញ្ចឹងទៀតថាយើងឲ្យគាត់ដាំដំណាំចោះធ្វើជាក្រុមឲ្យគាត់ដាំដំណាំអញ្ចឹងពេលដែលដំណាំគាត់ជួបបញ្ហាគាត់ត្រូវដោះស្រាយគាត់ត្រូវកែលម្អខ្លួនឯងថាត្រូវធ្វើម៉េចដើម្បីឲ្យវាបានល្អប្រសើរជាងមុនចុះបណ្ដាទី3យើងនិយាយអំពីចរិតលក្ខណៈនៃការអនុវត្តសំដៅនៃការវិរំលែកការអនុវត្តម្ដងអញ្ចឹងវាផ្ដោតទៅលើសមត្ថភាពសកម្មភាពរបស់សិស្សដូចជាសិស្សអាចពន្យល់ឬក៏បង្ហាញហេតុផលរបស់គាត់ផ្ទាល់សិស្សអាចបង្កើតឬផលិតអ្វីមួយសិស្សអាចប្រើប្រាស់ចំណេះដឹងនិងជំនាញសិស្សអនុវត្តការងារដោយមានគោលបំណងច្បាស់លាស់អញ្ចឹងកន្លែងនេះគឺវាតកតងជាមួយនឹងការសម្ដែងអញ្ចឹងយើងដឹងហើយថាបើសិនជាសម្ដែងយើងអាចមើលទៅលើគាត់ផ្ទាល់ហើយហេតុផលទៀតថាយើងឲ្យគាត់ដោះស្រាយអ្វីមួយហើយគាត់ផ្ដល់ចម្លើយសួរសំណួរគាត់ថាហេតុអីគាត់យករឿងនឹងមកសម្ដែងយើងឲ្យគាត់ជ្រើសរើសរឿងសម្ដែងអញ្ចឹងសួរថាហេតុអីបានបងអូនជ្រើសរើសរឿងនឹងមកសម្ដែងអញ្ចឹងគាត់អាចលើកហេតុផលអញ្ចឹងចេះទៅឬក៏មួយទៀតយើងអាចឲ្យសិស្សបង្កើតឬក៏ផលិតអ្វីមួយបានហើយអ្វីដែលគាត់អនុវត្តហ្នឹងគឺត្រូវគាត់អនុវត្តមានគោលបំណងច្បាស់លាស់អញ្ចឹងទៅអញ្ចឹងសរុបមកការវិនិច្ឆ័យនេះគឺទាមទារឲ្យមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់គឺដើម្បីឲ្យមានការដាក់បន្ទុកហ្នឹងមានភាពដើម្បីធានាឲ្យមានការដាក់បន្ទុកហ្នឹងមានភាពត្រឹមត្រូវចូលមកដល់ចំណុចទី4យើងនិយាយអំពីចំណុចខ្លាំងនិងចំណុចខ្សោយហើយនិងដែនកំណត់អញ្ចឹងចំណុចខ្លាំងនោះមានដូចជាវត្តសមត្ថភាពបរិបទសាស្ត្រលើកទឹកចិត្តការចូលរួមរបស់សិស្សផ្ដោតទៅលើការអនុវត្តចំណេះដឹងភ្ជាប់ជាមួយនឹងជីវិតប៉ັດរបស់គាត់ផ្ទាល់អញ្ចឹងវត្តសមត្ថភាពប៉ັດហ្នឹងយើងដឹងហើយថាតកតងជាមួយនឹងការអនុវត្តគឺมันអាចថាបើគាត់មិនចេះគឺគាត់មិនអាចធ្វើបានទេឬថាបើគាត់មិនយល់ក៏គាត់មិនអាចធ្វើបានដែរប៉ុន្តែអ្នកខ្លះគឺគាត់ចាំមិនហ៊ានបដល់ពេលគាត់អនុវត្តគឺអត់វិញអាហ្នឹងវាអញ្ចឹងគឺយើងផ្ដោតទៅលើការអនុវត្តច្រើនហើយមួយទៀតគឺផ្សារភ្ជាប់នៅជីវិតប៉ັດអញ្ចឹងជីវិតប៉ັດឧទាហរណ៍ថាយើងរៀនលំហាត់
គណិតវិទ្យាវិធីដកចាចឹងយើងថៅទាញចំណាប់អារម្មណ៍គាត់ធ្វើម៉េចឲ្យតកតងជាមួយនឹងជីវិតប៉ាត់អាចឲ្យគាត់សម្ដែងថាមានអ្នកតែងមានអ្នកលក់អីចឹងទៅចាមួយទៀតចំណុចខ្សោយអញ្ចឹងចំណុចខ្សោយមានដូចជាពិបាកធានាភាពជាក់លាក់អាចមានការលំអៀងក្នុងការដាក់បន្ទុកចំណាយពេលច្រើនអញ្ចឹងធម្មតាការសម្ដែងគឺទាមទារឲ្យយើងចំណាយពេលច្រើនព្រោះថាពេលសម្ដែងគឺគេថាយើងឲ្យកូនសិស្សផ្សេងឡើងសម្ដែងចេះកូនសិស្សផ្សេងទៀតពេលខ្លះគាត់អត់មើលគាត់អាចចែកគ្នានឹងតុកចឹងទៅអញ្ចឹងនឹងឲ្យគ្រូនឹងចេះគ្រប់គ្រងសិស្សមួយទៀតវាអាចលំអៀងនៅទៅលើការដាក់បន្ទុកតិចតួចដែរចូលម្ដងមួយទៀតយើងញ៉ាំពីដែនកំណត់ម្ដងអញ្ចឹងដែនកំណត់គឺទាមទារពេលវេលាហើយនឹងធនធានច្រើនធនធាននេះសំដៅលើការចំណាយអីផ្សេងទៅលើការធ្វើហ្នឹងណាដូចយើងបង្កើតផលិតផលអ្វីមួយអញ្ចឹងទេថាយើងចង់ធ្វើការតាំងពីពណ៌ផ្សេងអញ្ចឹងត្រូវការឲ្យយើងមានធនធានដែរមានរបស់មានវត្ថុផ្សេងដែរទើបអាចបង្កើតបានអញ្ចឹងទៅហើយអាចមានកំហុសនៅក្នុងការវិតម្លៃផងដែរហើយចំណុចទី5គឺតម្រូវការមូលដ្ឋានសម្រាប់ការវិតម្លៃការអនុវត្តអញ្ចឹងគឺតម្រូវការមូលដ្ឋានសម្រាប់ការវិតម្លៃការអនុវត្តហ្នឹងគឺទាមទារឲ្យយើងត្រូវសង្កេតសមត្ថភាពជាក់លាក់ន័យថាគ្រូគឺត្រូវសង្កេតផ្ទាល់តែម្ដងទើបយើងអាចវិតម្លៃបានត្រឹមត្រូវជាក់លាក់ហើយត្រូវវាស់ជំនាញដែលពិបាកវាស់ដោយតេស្តអញ្ចឹងយើងដឹងហើយថានៅក្នុងមេរៀនខ្លះដូចជាតកតងមួយវិទ្យាសាស្ត្របើយើងគ្រាន់តែរៀននោះគឺវាមិនអាចវាស់សមត្ថភាពថាសិស្សនឹងជាបានប៉ុណ្ណាទេគឺត្រូវការគាត់ធ្វើពិសោធន៍ផ្ទាល់អីចឹងទៅមួយទៀតកិច្ចការដែលត្រូវធ្វើនឹងមានភាពច្បាស់និងអាចវាស់បានហើយត្រូវមានផលិតផលឬសកម្មភាពច្បាស់លាស់លើកទឹកចិត្តសិស្សឲ្យវាតម្លៃខ្លួនឯងចឹងទៅចូលមកដល់ចំណុចទី6យើងនិយាយពីដំណើរការវិតម្លៃការអនុវត្តអញ្ចឹងវាមាន3ជំហានសំខាន់ជំហានទី1គឺកំណត់គោលដៅវិតម្លៃជំហានទី2បង្កើតកិច្ចការអនុវត្តជំហានទី3បង្កើតលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការអនុវត្តនឹងហើយចំណុចទី7គឺយើងនិយាយអំពីលទ្ធផលសិក្សារំពឹងទុកអញ្ចឹងនៅក្នុងលទ្ធផលសិក្សារំពឹងទុកនៅក្នុងមេរៀននេះគឺទាមទារឲ្យការយល់ដឹងជ្រៅជ្រៅអញ្ចឹងមានន័យថាសិស្សមិនតែហ៊ានចាប់អីអញ្ចឹងលោកតាតែគាត់យល់ដឹងពិតប្រាកដទៅគាត់អាចអនុវត្តបានមួយទៀតគឺការបង្ហាញហេតុផលអញ្ចឹងថងនេះគឺมันសំដៅថាគាត់ជ្រើចម្លើយណាមួយខុសហើយសំដៅលើថាបើគាត់ជ្រើចម្លើយនឹងតើគាត់មានហេតុផលអីមកគ្រប់គ្រងចម្លើយរបស់គាត់នឹងហើយមួយទៀតបំណិននឹងការបង្កើតផលិតផលចូលមកដល់ចំណុចទី8យើងនិយាយអំពីការដាក់បន្ទុកនិងការវិតម្លៃនេះតកតងជាមួយនឹងនីតិបទអញ្ចឹងឧបករណ៍សំខាន់នោះវាមានដូចជាតារាងបញ្ជីត្រួតពិនិត្យយើងហៅថា checklist ហ្នឹងណា checklist នេះសំដៅលើដូចយើងស្តៀងជាមួយនឹងយើង tick សិស្សមកឬអត់អញ្ចឹងវាគ្រាន់តែជាការ tick ថាបានធ្វើឬមិនបានធ្វើអញ្ចឹងទៅមួយទៀតយើងនិយាយអំពីមាត្រដ្ឋានវិតម្លៃគឺ rating score sorry អញ្ចឹងអាហ្នឹងគឺជាត្រាងមួយដែលមាត្រដ្ឋានមួយដែលសម្រាប់វិតម្លៃច្បាស់លាស់ជាក់លាក់ត្រឹមត្រូវហើយមួយទៀតនីតិបទអញ្ចឹងនីតិបទនេះយើងដឹងហើយនីតិគឺយើងប្រើសម្រាប់ដាក់ថាមានល្អណាស់ល្អប្រសើរឬក៏មធ្យមឬក៏ខ្សោយជាងទៅអាហ្នឹងគឺជានីតិបទហ្នឹងហើយហើយ checklist ហ្នឹងគឺគេប្រើសម្រាប់ពិនិត្យថាសិស្សបានធ្វើឬមិនបានធ្វើដូចខ្ញុំថាអញ្ចឹងថាបានឬមិនបានយើងគ្រីទៅបានយើងខ្វែងអា rating score ហ្នឹងប្រើសម្រាប់វាស់គុណភាពរបស់សិស្សអាហ្នឹងអាចជាការដាក់បន្ទុកឲ្យផ្សេងឯនីតិបទហ្នឹងគឺសំដៅលើយើងដាក់នីតិគាត់ព្រោះនីតិបទហ្នឹងវាជាវិធីសាស្ត្រមួយដែលដាក់បន្ទុកដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការវិតម្លៃអនុវត្តហើយយើងសង្កេតឃើញថាបច្ចុប្បន្ននេះគឺនៅតាមសាលាផ្សេងគឺគេលើកទឹកចិត្តឲ្យជាការដាក់នីតិនឹងឯងតែគ្រាន់តែគេដាក់ជាភាសាខ្មែរគេដាក់ជាភាសាអង់គ្លេសមាន A B C D ចឹងទៅគេយកលេខថានេះចុះលេខ1លេខ2លេខ3ទេចាចឹងសម្រាប់ការវិតម្លៃការអនុវត្តនឹងឯងវារួមមានលក្ខណៈវិនិច្ឆ័យកម្រិតសមត្ថភាពហើយវាមានពីរប្រភេទសម្រាប់នីតិបទហ្នឹងណានីតិបទមានពីរប្រភេទគឺទី1និយាយអំពីទស្សនវិជ្ជារួមគេហៅholistic ទី2គឺនីតិបទលម្អិតគេហៅ analytic អត្ថប្រយោជន៍របស់វានោះគឺផ្ដល់ការវិតម្លៃច្បាស់លាស់ជួយស្ដឹងពីចំណុចខ្លាំងខ្សោយជួយកែលម្អការសិក្សាអាហ្នឹងក៏មួយទៀតក៏វាល្អដែរព្រោះអីថា
vì một mã thực chất sa phô sa khá thắng và ban lệnh môi chứng tới có mình cả mà thực chặt tay thăm bắt tới cam bà lón cơ dương nè mà mình đã tới lên kia dương đã tới tam bẩn tu được cầm số một phe được bọc con ra dương về nằm lại có thể lọ bà xa được cầm số chân tay khung này dương khơi bà tay dương ăn ở vật này tại tao chụp mùi nâng bà lọn đi plom nếu như mình tay đang ngày nắng ấy cứ cái ăn ở vật từ lên đi tay bát đằng ai hai sọp màu vàng cơ ca với đầm lại ca ăn vật đằng ca với mày just đây những cái miếng sả sầm khăn nè khung ca quáสมรรถภาพปัดดบาสามินเทบอกว่าเธอบ้านเติบเยื้องวิลไหลกอดตามนั่งกอดเธอบ้านได้คือคิววิลไหลกอดมันบ้านจังเตยhai vi aช่วยไอ้ซานังอันวัดจำแนกดังบ้านขนมชีวิตปัดนเปโดยขี้นี้ในแต่บ้านนั่งก็วิจัยอุปกรณ์สำคัญไม่ได้แต่เธอเอาการวิลไหลนั่งมีนเพียบตรำตราหนึ่งยุทธทอสำหรับซาจ้างจุ่มปัวการเธอบ้านบางฮันในการฉลองจ้างคลำซาเมรินสปนาตีปรำใบระบอนิขยมเกิดเนียนแต่ปันนั้นโซมาคนละกรูบาสันเจเนียนขยมเมียนจำนวนขมาคาตรงนี้สมละกรูอาชีพไรนั่งช่วยแก้ลำอ้อมันแทนพองสมอคน